លោកស៊ុនយ៉ាតសេនជាគ្រូពេទ្យអ្នកបដិវត្តនិងជាអ្នកនយោបាយចិនដែលបានក្លាយជាប្រធានាធិបតីដំបូងនិងបណ្ដោះអាសន្នរបស់សាធារណរដ្ឋចិនលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដួលរំលំរាជវង្សឈិងអំឡុងបដិវត្តស៊ីនហៃលោកស៊ុនយ៉ាតសេនអ្នកបដិវត្តដែលបានផ្ដួលរំលំរាជវង្សចុងក្រោយរបស់ចិនលោកត្រូវបានចាត់ទុកថាជាអ្នកដឹកនាំដ៏អស្ចារ្យបំផុតមួយរូបនៅក្នុងប្រទេសសម័យទំនើបនិងតែងត្រូវបានគេហៅថាបិតាជាតិនៅសាធារណរដ្ឋចិនតើកំពូលមេដឹកនាំចិនរូបនេះមានប្រវត្តិយ៉ាងណាសូមអញ្ជើញទស្សនាវីដេអូនេះដូចតទៅលោកស៊ុនយ៉ាតសេនកើតនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ1866នៅក្នុងគ្រួសារវណ្ណៈទាបមួយស្ថិតក្នុងតំបន់សៀងសានបច្ចុប្បន្នជាទីក្រុងសុងសានឪពុកមានវ័យ53ឆ្នាំខណៈម្ដាយមានវ័យ38ឆ្នាំនៅពេលទារកស៊ុនយ៉ាតសេនចាប់កំណើតកុមារានេះមានបងប្អូនជាច្រើននាក់និងមានមួយចំនួនស្លាប់ទាំងវ័យក្មេងឪពុករបស់ស៊ុនយ៉ាតសេនជាអ្នកកាត់ដេរនិងជាអ្នកដឹកជញ្ជូនកុមារស៊ុនយ៉ាតសេនចាប់ផ្ដើមចូលសិក្សានៅអាយុ10ឆ្នាំក្រោយបញ្ចប់ថ្នាក់បឋមសិក្សាស៊ុនយ៉ាតសេនបានផ្លាស់ទីទៅកាន់ទីក្រុងហូណូលូលូនៃរដ្ឋហាវ៉ៃដែលមានបងប្រុសឈ្មោះស៊ុនមីរស់នៅទីនោះបងប្រុសជាអ្នកឧបត្ថម្ភនិងចំណាយលើការសិក្សារបស់ស៊ុនយ៉ាតសេនយុវជនរូបនេះបានសិក្សាប្រវត្តិសាស្ត្រអង់គ្លេសភាសាអង់គ្លេសគណិតវិទ្យាវិទ្យាសាស្ត្រនិងសាសនាគ្រិស្តនៅសាលាអ៊ីយ៉ូឡានីស៊ុនយ៉ាតសេនជាសិស្សពូកែនិងឆ្នើមមួយរូបនៅក្នុងសាលារៀនស៊ុនយ៉ាតសេនបានបន្តការសិក្សារបស់ខ្លួននៅសាលា Diocesan Home and Orphanage និងនៅសាលារដ្ឋាភិបាលកណ្ដាលក្នុងទីក្រុងហុងកុងអំឡុងពេលនោះស៊ុនយ៉ាតសេនបានបដូរជំនឿមកប្រតិបត្តិសាសនាគ្រិស្តវិញនៅក្នុងឆ្នាំ1886ស៊ុនយ៉ាតសេនបានបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រនៅមន្ទីរពេទ្យគួងជើបូជីក្រោមការបង្ហាត់បង្ហាញរបស់អ្នកផ្សព្វផ្សាយសាសនាក្រោយមកយុវជននេះបានចូលសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រហុងកុងសម្រាប់ជនជាតិចិននិងបានទទួលអាជ្ញាប័ណ្ណវេជ្ជបណ្ឌិតក្រោយបញ្ចប់ការសិក្សាស៊ុនយ៉ាតសេនបានអនុវត្តជំនាញវិទ្យាសាស្ត្ររបស់ខ្លួនបានមួយរយៈយុវជននេះមានការចាប់អារម្មណ៍ខ្លាំងក្នុងសកម្មភាពនយោបាយជាងការធ្វើជាវេជ្ជបណ្ឌិតនិងសម្រាប់ចាត់ចូលរួមក្នុងក្រុមបដិវត្តយុវជនដើម្បីបង្កើតក្រុមនិស្សិតឈ្មោះ Four Bandits នៅចុងទសវត្សរ៍1880សមាជិកនៃក្រុមនេះមានបំណងផ្ដួលរំលំរាជការឈិងនៅដើមទសវត្សរ៍1890លោកស៊ុនយ៉ាតសេនបានស្គាល់លោកយឹងគូវ៉ាន់ដែលជាមេដឹកនាំនិងជាស្ថាបនិកសង្គមអក្សរសាស្ត្រ Foren ការស្គាល់គ្នានេះបានជួយពង្រឹងដល់គំនិតបដិវត្តរបស់លោកស៊ុនយ៉ាតសេននៅក្នុងឆ្នាំ1894លោកបានបង្កើតស្ថាប័នមួយដែលស្ថាប័ននេះមានគោលបំណងធ្វើបដិវត្តសង្គមចិនមិនយូរប៉ុន្មានសង្គមអក្សរសាស្ត្រ Foren របស់លោកយឹងគូវ៉ាន់បានច្របាច់បញ្ចូលគ្នាជាមួយនឹងសង្គមបដិវត្តចិនរបស់លោកស៊ុនយ៉ាតសេនដោយមានអ្នកទាំងពីរធ្វើជាមេដឹកនាំចិនបានប្រឈមនឹងការបរាជ័យនៅក្នុងសង្គ្រាមចិនជប៉ុនអំឡុងឆ្នាំ1894ដល់ឆ្នាំ1895ដោយមើលឃើញពីឱកាសនេះលោកស៊ុនយ៉ាតសេនបានឆក់យកឱកាសពីភាពចលាចលជាបន្តបន្ទាប់និងបានរៀបចំផែនការបះបោរគួងជូវប្រឆាំងនឹងរាជវង្សឈិងប៉ុន្តែការបះបោរនោះបានបរាជ័យហើយលោកត្រូវបង្ខំចិត្តនិរទេសខ្លួនទៅបរទេសលោកបានរស់នៅនិរទេសអស់រយៈពេល16ឆ្នាំដោយបានធ្វើដំណើរក្នុងទូទាំងតំបន់អឺរ៉ុបអាមេរិកជប៉ុននិងកាណាដាលោកបានបន្តរៀបចំផែនការផ្ដួលរំលំមួយទៀតនិងបានគៀកោថាវិការអំឡុងការរស់នៅនិរទេសរបស់លោកអំឡុងការរស់នៅនិរទេសនៅក្នុងប្រទេសជប៉ុនលោកទទួលបានការគាំទ្រពីអ្នកនយោបាយជប៉ុនឈ្មោះតូថេនមីយ៉ាហ្សាគីនិងអ្នកនយោបាយមួយចំនួនទៀតដែលមាននិន្នាការប្រឆាំងនឹងចក្រពត្តិនិយមខាងលិចរយៈពេល5ឆ្នាំបន្ទាប់ពីការបះបោរគួងជូវទទួលបរាជ័យលោកស៊ុនយ៉ាតសេនបានដាក់ចេញនូវការបះបោរហួយជូវនៅក្នុងឆ្នាំ1900ក្នុងការបះបោរមួយនេះក៏ទទួលបរាជ័យផងដែរដែលធ្វើឲ្យលោកបន្តការរស់នៅនិរទេសលោកស៊ុនយ៉ាតសេនកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងក្នុងអំឡុងដើមទសវត្សរ៍1900នៅឆ្នាំ1904លោកបានទទួលការគាំទ្រពីយុវជនចិនរាប់ពាន់នាក់ដែលប្រឆាំងនឹងរាជវង្សឈិងលោកបានបង្កើតកោសិកាបដិវត្តជាច្រើននៅអឺរ៉ុបនិងបានក្លាយជាប្រធាននៃសម្ព័ន្ធបដិវត្តក្នុងឆ្នាំ1905សម្ព័ន្ធបដិវត្តនេះមានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុនលោកបានដឹកនាំបដិវត្ត Zen Nanguan ប្រឆាំងនឹងរាជវង្សឈិងនៅខែធ្នូឆ្នាំ1907ទោះបីការបះបោរនេះបរាជ័យដោយការបះបោរផ្សេងទៀតនោះលោកបានបង្កើតបដិវត្តផ្សេងទៀតដែរនៅប៉ុន្មានខែបន្ទាប់
នៅប៉ុន្មានឆ្នាំក្រោយមកបដិវត្តហួងស៊ីងមានសកម្មភាពយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងរាជវង្សឈិងលោកបានដឹកនាំបដិវត្តយោធានៅក្នុងទីក្រុងវូឆាងនៅខែតុលាឆ្នាំ1911និងបានពង្រីកដល់បដិវត្តស៊ីនហៃនិងទទួលបានជោគជ័យក្នុងការផ្ដួលរំលំរាជវង្សឈិងសាធារណរដ្ឋចិនត្រូវបានបង្កើតឡើងអំឡុងបដិវត្តលោកស៊ុនយ៉ាតសេនកំពុងនិរទេសនៅបរទេសទោះបីលោកមិនបានចូលរួមក្នុងបដិវត្តដោយផ្ទាល់ក៏ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចាក់គ្រឹះសម្រាប់ការផ្ដួលរំលំរាជវង្សបន្ទាប់ពីដឹងថាបដិវត្តទទួលបានជោគជ័យលោកបានធ្វើដំណើរត្រឡប់ចូលប្រទេសចិនវិញក្លាយជាប្រធានាធិបតីសាធារណរដ្ឋចិននៅថ្ងៃទី29ខែធ្នូឆ្នាំ1911អ្នកតំណាងមកពីតាមបណ្ដាខេត្តបានជួបប្រជុំគ្នានៅក្នុងទីក្រុងណានជីងនិងបានជ្រើសរើសលោកស៊ុនយ៉ាតសេនជាប្រធានាធិបតីដំបូងនិងបណ្ដោះអាសន្នរបស់សាធារណរដ្ឋចិនថ្ងៃទី1ខែមករាឆ្នាំ1912ត្រូវបានជ្រើសរើសជាកាលបរិច្ឆេទដំបូងនៃការចាប់បដិសន្ធិនៃសាធារណរដ្ឋចិនមេដឹកនាំយោធាឈ្មោះយន់ស៊ីខៃដែលគ្រប់គ្រងកងទ័ពប៉ៃយ៉ាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យរាជវង្សឈិងដាក់រាជក្រោយពេលអធិរាជពូអ៊ីបានចុះចេញពីរាជបល្ល័ង្កនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ1912មេទ័ពយន់ស៊ីខៃត្រូវបានតែងតាំងជាប្រធានាធិបតីបណ្ដោះអាសន្ននៅក្នុងទីក្រុងប៉េកាំងជំនួសលោកស៊ុនយ៉ាតសេនលោកមេទ័ពយន់ស៊ីខៃបានបន្តកាន់អំណាចនិងបានប្រកាសខ្លួនជាអធិរាជរបស់ចិននៅក្នុងឆ្នាំ1915លោកស៊ុនយ៉ាតសេនបានចូលរួមក្នុងសង្គ្រាមប្រឆាំងរាជាធិបតេយ្យស្ថានភាពនយោបាយនៅក្នុងប្រទេសចិនមានភាពវឹកវរហើយប្រជាជាតិចិនត្រូវបានបែងចែកជាច្រើនផ្នែកក្នុងចំណោមមេដឹកនាំយោធាក្នុងតំបន់ជាច្រើនលោកស៊ុនយ៉ាតសេនបានតស៊ូមតិដើម្បីឲ្យមានការបង្រួបបង្រួមចិននិងបានប្រកាសពីការបង្កើតរដ្ឋាភិបាលយោធានៅក្នុងទីក្រុងគួងជូនៅក្នុងឆ្នាំ1921ដោយលោកបានក្លាយជាសេនាប្រមុខលោកបានចំណាយជីវិតចុងក្រោយដើម្បីធ្វើការកសាងនិងការបង្រួបបង្រួមប្រទេសចិនជីវិតផ្ទាល់ខ្លួនលោកស៊ុនយ៉ាតសេនបានរៀបការជាមួយនឹងស្ត្រីឈ្មោះលូម៉ូហ្សែននៅពេលលោកមានអាយុត្រឹម20ឆ្នាំអ្នកទាំងពីរមានកូនប្រុស1នាក់និងកូនស្រី2នាក់ជាចំណងដៃក្រោយមកលោកបានរៀបការជាមួយស្ត្រីជប៉ុនឈ្មោះកាអូរូអ៊ូស៊ូគីលោកក៏មានទំនាក់ទំនងជាមួយនឹងស្ត្រីឈ្មោះឈិនគួយហ្វិនផងដែរនៅក្នុងឆ្នាំ1915លោកបានរៀបការភរិយាទី3ឈ្មោះសុងឈីងលីងឪពុករបស់នាងមិនពេញចិត្តនឹងសម្ព័ន្ធភាពនោះទេដោយសារលោកស៊ុនយ៉ាតសេនធ្លាប់រៀបការចំនួន2ដងរួចមកហើយនៅខែមករាឆ្នាំ1925លោកមានជំងឺមហារីកដំបូងឡើយលោកត្រូវបានគេព្យាបាលដោយប្រើសារធាតុរ៉ាឌីយ៉ូមនិងក្រោយមកដោយថ្នាំបុរាណចិនប៉ុន្តែការព្យាបាលដោយមធ្យោបាយទាំងពីរមិនបានជួយឲ្យលោករួចផុតពីគ្រោះថ្នាក់ឡើយលោកទទួលមរណភាពនៅថ្ងៃទី12ខែមីនាឆ្នាំ1925ក្នុងវ័យ58ឆ្នាំ